បដិបត្តិតាមពុទ្ធសាសនាមហាយានបាទណាមហាយានបាទណាពេលហ្នឹងគឺមានតែខេត្ត2ទេដែលវាស្ដេចមីងម៉ានគឺគ្រប់គ្រងអត់បាន 100% ទី1គឺខេត្តព្រះតាពាំងដែលមានអង្គញាសឹងគុយជាប្រមុខទី2គឺខេត្តឃ្លាំងបាទខេត្តឃ្លាំងដែលមានប្រដេជគុណគេហៅថាប្រដេជគុណលំសានណាលំសានគឺប្រដេជគុណនោះគឺមានអត្តពលខ្លាំងក្នុងពុទ្ធសាសនាថេរវាទយើងនៅខេត្តឃ្លាំងមានតែ2ខេត្តហ្នឹងទេដែលគ្រប់គ្រងបានអត់បាន 100% បើសិនជាអង្គញាមិនបកលអង្គញាសឹងគុយមិនបកលខ្លួនទេអត់ចាប់អង្គញាបានទេគឺមានខាត់ខ្លួនជាច្រើនលើកច្រើនសារជាពិសេសពេលដែលមកចាប់អង្គញាសឹងគុយនៅវត្តអង្គររាជបុរីដែលបងប្អូនយើងត្រៀមនឹងទៅដល់ហ្នឹងគឺសុំតែអុជធូបទេពេលដែលចូលទៅអត់ឃើញអង្គញាសឹងគុយទេគឺគាត់ដូចបើសិនជាតាមបងមីអ៊ីចាស់គាត់និយាយតគ្នាគាត់ជាពិសីបងបាត់មួយចឹងគាត់ចង់ឲ្យឃើញគឺឃើញបាទគាត់ចង់ឲ្យបាត់គឺបាត់អត់ចាប់ខ្លួនគាត់បានទេអត់ចាប់ខ្លួនគាត់បានអត់ទេម្ល៉េះហើយគឺមុននឹងគាត់បកលខ្លួនឲ្យវិជាតាមវិជាស្ដេចមីងម៉ានណាគឺគាត់ដាំជាទៀបដាំបាន2ដើមបាទដាំ2ដើមហើយពេលដែលដាំនោះអត់មានណាដឹងមានតែកូនសិស្សគាត់2នាក់បាទដែលជាកូនសិស្សតល់ណាបាទកូនសិស្សតល់កូនសិស្សចំណិតហើយមុននឹងគាត់ដាំនេះគាត់ទៅថាបើសិនជាពុទ្ធសាសនាខ្មែរយើងវប្បធម៌ខ្មែរយើងអក្សរសាស្ត្រខ្មែរយើងបាទនៅរុងរឿងចេរកាសូមឲ្យដើមជ្រទៀនហ្នឹងរស់រៀនមានជីវិតបាទរស់រៀនមានជីវិតដាំបានចាំតិចសិនបាទដាំបាន3ថ្ងៃបាទដាំ3ថ្ងៃនៅឆ្នាំ1941គឺគាត់បកលខ្លួនបាទបកលខ្លួនជូនស្ដេចមីងម៉ានឲ្យបាទឲ្យសម្រាប់គាត់ណាពេលដែលគាត់បកលខ្លួនគាត់មានខទី1គាត់មានខជីងខសម្រួលស្ដេចមីងម៉ានថាពេលដែលមុននឹងសម្រាប់គាត់សូមអនុញ្ញាតឲ្យប្រជាពលរដ្ឋគាត់មកឈរជុំវិញជាពិសេសគឺប្រសង់បាទប្រសង់ដើម្បីឈរព័ទ្ធជុំវិញហើយអតិថានទាំងអស់គ្នាអតិថានហើយបានកាត់កគាត់បាទអតិថានដូចជាដើមបាទអង្គញាសឹងគុយបាទណាគឺថាគាត់ថាអង្គញាសឹងគុយលាទៅហើយបាទណាសូមប្រសង់បាទពុទ្ធបរិស័ទបាទរក្សាប្រពៃណីកងវងបាទណាប្រពៃណីកងវងគឺហើយអស់គាត់បាទគាត់បកលទៅម្ដងទៅគាត់bằng ngày còn này ở to vậy ở trên xong bây giờ cái gì ở trênបាទឡោះហើយគឺនិយាយរួមគឺគាត់និយាយច្រើនណាស់ដោយសារតែទទួលត្រៃប្រាប់ពុកម៉ែបងប្អូនយើងបាទណាបងប្អូនយើងបាទឡោះហើយគឺដើមជ្រទៀនហ្នឹងមានរយៈពេលបាទជាង180ជាងឆ្នាំបាទណា180ជាងឆ្នាំមាន2ដើមប៉ុន្តែដើមនោះដោយសារតែអត់មានអ្នកថែរក្សាទៅគឺស្លាប់ងប់ទៅចិត្តដល់ហើយបាទណាបាទទីទៀតបងប្អូននឹងទៅដល់ព្រះវិហារដែលគេគាត់ចាប់អង្គញាសឹងគុយគេហៅថាវត្តអង្គររាជបុរីបាទគាត់ចាប់ហើយចាប់ប្របានទេបាទចាប់ប្របានតលកាត់បកលខ្លួនគាត់ជាសច្ចាំងមួយអញ្ចឹងបាទពុកម៉ែពួកសច្ចាំងមួយអញ្ចឹងបានគាត់ពិសេសបាទណាបាទតលគាត់ដាំជ្រទៀងហើយតលកាត់ធ្វើអាសេជាលក្ខខសន្យាជួទៅស្ដេចមីងម៉ានបាទសិនជាគាត់បកលខ្លួនឲ្យ
សុំឲ្យខទាំង3ដែលគាត់និយាយថាពុទ្ធធម៌ប្រពៃណីអក្សរសាស្ត្រហើយប្រសងពុទ្ធសាសនាថេរវាទហ្នឹងឲ្យទុកដូចដើមឲ្យទុកដូចដើមពេលដែលស្ដេចមីងម៉ានទទួលយល់ព្រមបាទណាពេលព្រឹកបាទណាពេលព្រឹកទៅគាត់ឲ្យចូលបាទជួយខ្លួនគាត់បាទទៅទីលានមួយទីលានដែលឥឡូវគេហៅថាទីលានប្រជាធិបតេយ្យនៅចំកណ្ដាលក្រុងតែម្ដងគឺប្រហែលជីវិតគាត់កាត់កបាទកាត់ទឹកកបាទកាត់កគាត់តែម្ដងហើយពេលដែលកាត់នោះគឺពេលដែលកាត់ពេលដែលបងប្អូននិយាយតគ្នាពេលដែលកាត់នោះគឺគាត់សមាធិគឺអត់ឈឺអត់ស្រែកអត់ជាប្រព្រេទេបាទអត់ជាប្រព្រេទេហើយគាត់ថាកំសោកស្ដាយកំសោកស្ដាយបាទឥឡូវយើងផ្លាស់ប្ដូរមកកម្មវិធីទី2បាទណាកម្មវិធីទី2គឺពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីយើងមួយទៀតបាទលក្ខណៈប្រពៃណីគឺវប្បធម៌ប្រពៃណីច្បាប់ស្រីច្បាប់ប្រុសរបស់ខ្មែរកម្ពុជាក្រោមបាទហៅថាស្រះគូបាទស្រះគូអត់មានប្រវត្តិសាស្ត្រណាសរសេរច្បាស់លាស់ទេស្រះគូនឹងគឺមានរហូតដល់អាយុកាលជាង600ឆ្នាំអត់មានសរសេរថាថ្ងៃណាឬមួយឆ្នាំណាជីកពេលណាទេបាទណាគឺមានតែពាក្យនិយាយតគ្នាបាទនិយាយតគ្នាបាទណាគឺមុននឹងរៀបចំជាច្បាប់វិធីមង្គលការរបស់ខ្មែរកម្ពុជាក្រោមគឺស្ត្រីជួនដឹងប្រុសឬប្រុសជួនដឹងស្ត្រីបាទណាម្ល៉េះហើយគឺគេបែងចែកជាក្រុមមានរហូតដល់60នាក់ខាងស្ត្រីមួយក្រុម60នាក់ខាងប្រុសមួយក្រុម60នាក់បាទណាគឺជីស្រះប៉ុណ្ណឹងគ្នាបាទជីស្រះប៉ុណ្ណឹងគ្នាបើសិនជាប្រុសជីឈ្នះបាទស្ត្រីត្រូវតែចូលដណ្ដឹងប្រុសបាទដណ្ដឹងប្រុសបាទណាបើស្ត្រីជីឈ្នះគឺប្រុសទៅចូលដណ្ដឹងស្ត្រីបាទតែចៃដន្យអីស្ត្រីយើងបាទថាស្ត្រីយើងនៅខាងនេះមានល្បិចបាទបងប្អូនគាត់និយាយតគ្នាបាទគេថាល្បិចដកខ្ញីបាទបាទពេលដែលគាត់ជីទៅគឺគាត់ធ្វើជូតញឺជូតអីគាត់ពាក់ខោអាវជីងលើលិចក្រោមអញ្ចឹងណាប្រុសអត់មានបានជីទេគាត់តែលុបមើលបាទទៅលុបមើលទីបំផុតទៅស្ត្រីជីឈ្នះបាទជីឈ្នះហើយស្រះប្រុសហ្នឹងស្រះប្រុសឥឡូវនៅប៉ុន្តែនៅទូចទេជីអត់តាន់ហើយកន្លែងយើងបងប្អូនយើងទៅគេហៅស្រះគូប៉ុន្តែស្រះគូស្រះស្រីបាទស្រះស្រីហ្នឹងហើយស្រះស្រីហ្នឹងហើយស្រះស្រីម្ល៉េះហើយចេះតែមានវប្បធម៌គឺស្ត្រីបបរោះត្រូវតែចូលដណ្ដឹងស្ត្រីបាទចូលដណ្ដឹងស្ត្រីហ្នឹងហើយហ្នឹងហើយនៅឡើយបងប្អូនយើងទៅយើងគឺជារមណីយដ្ឋានដែលធំជាងគេរបស់បងប្អូនខ្មែរកម្ពុជាក្រោមនៅខេត្តព្រះតាពាំងរាល់គ្រប់បិណ្ឌរាល់គ្រប់កម្មវិធីបាទណាគ្រប់កម្មវិធីទោះបីវិធីបិណ្ឌអុំទូកបិណ្ឌចូលឆ្នាំបិណ្ឌប្រពៃណីជាតិខ្មែរបែបខាងថេរវាទគឺគេរៀបចំនៅស្រះគូនឹងឯងបាទណាស្រះគូនឹងឯងហើយមានប្រវត្តិមួយទៀតគេចេះនិយាយតគ្នាទៀតបងប្អូនគឺមានកូនស្ដេចបាទកូនស្ដេចកូនស្រីបាទពេលដែលមកដល់កន្លែងហ្នឹងបាទពេលដែលមកដល់កន្លែងហ្នឹងគឺមានទីទំនាបបាទមានទីទំនាបឲ្យទឹកអត់ស្អាតឃើញប្រជាពលរដ្ឋនៅហ្នឹងប្រើទឹកអត់ស្អាតព្រោះហើយគឺគាត់ប្រមូលពុកម៉ែបងប្អូននៅក្នុងតំបន់ហ្នឹងគឺជីកស្រះដើម្បីបន្ទប់ទឹកបាទទី1ទឹកហ្នឹងគឺសម្រាប់ញ៉ាំបាទសម្រាប់ញ៉ាំអត់មានទឹកសម្រាប់ដូចថាការដាំដុះទេបាទសម្រាប់ញ៉ាំទី2ទៀតគឺហៅថាទឹកស័ក្តិសិទ្ធិសម្រាប់យកធ្វើពិធីបាទពីមុនគឺពុទ្ធសាសនាជាមួយហិណ្ឌូសាសនាយើងរស់នៅជាមួយគ្នាព្រោះហើយមានពិធីពុទ្ធសាសនាខ្លះទៅការបូជាទឹកបូជាអីចឹងដូចយកទឹកមកស្រង់ប្រាស់យកទឹកមកបូជានេះបូជានោះចឹងគឺជីស្រះហ្នឹងដើម្បីយកទឹកហ្នឹងព្រោះហើយទឹកហ្នឹងគឺចាត់ទុកជាទឹកស័ក្តិសិទ្ធិមួយប្រចាំទឹកដីនៃព្រះតាពាំងហ្នឹងគឺប្រវត្តិទី2បាទប្រវត្តិទី2ព្រោះហើយគឺប្រវត្តិនេះនិយាយតគ្នាអត់មានសភៅណាដែលចែកជាលេខអក្សរច្បាស់លាស់បាទម្ល៉េះហើយនឹងមានប្រវត្តិ2ហ្នឹងបាទណាមានប្រវត្តិ2